បាទជំរាបសួរនិងសួស្តីប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំមួយទៀតបាទថ្ងៃនេះយើងនឹងស្វែងយល់អំពីអត្ថប្រយោជន៍ផ្លែត្របែកចំពោះសុខភាពបាទផ្លែត្របែកគឺជាផ្លែឈើដែលងាយរកមានរសជាតិឆ្ងាញ់បាទហើយនឹងសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនបាទដែលអាចជួយគាំទ្រសុខភាពបានប្រសិនបើអ្នកទទួលទានជាប្រចាំថ្ងៃស្ថិតនៅក្នុងបរិមាណសមស្របមួយបាទទី1គឺផ្លែត្របែកសម្បូរទៅដោយពពុះវីតាមីន C បាទវីតាមីន C មានតួនាទីជួយគាំទ្រដល់ប្រព័ន្ធភាពស៊ាំរាងកាយបាទជួយឲ្យរាងកាយអាចការពារពីការឆ្លងមេរោគផ្សេងៗបានល្អជាងមុនបាទលើសពីនេះទៅទៀតវាក៏ជួយឲ្យរាងកាយបង្កើត collagen បាទដែលមានសារៈសំខាន់សម្រាប់ស្បែកឆ្អឹងសរសៃឈាមបាទនិងការជាសះស្បើយនៃរបួសបានលឿនណាអត្ថប្រយោជន៍ទី2បាទផ្លែត្របែកមានជាតិសេលូឡូសខ្ពស់បាទជាតិសេលូឡូសគឺជួយឲ្យប្រព័ន្ធរំលាយអាហាររបស់យើងមានដំណើរការបានល្អបាទជួយបង្ការការទល់លាមកនិងជួយរក្សាសុខភាពពោះវៀនការទទួលទានជាតិសេលូឡូសគ្រប់គ្រាន់បាទក៏អាចជួយឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរផងដែរបាទដែលមានប្រយោជន៍ល្អសម្រាប់អ្នកដែលចង់រក្សាទម្ងន់បាទមួយវិញទៀតវាសម្បូរទៅដោយសារធាតុប៉ូតាស្យូមបាទដែលជួយគាំទ្រដល់សុខភាពបេះដូងបាទសារធាតុប៉ូតាស្យូមជួយរក្សាតុល្យភាពជាតិទឹកនិងគាំទ្រការគ្រប់គ្រងសម្ពាធឈាមជាតិសរសៃនៅក្នុងផ្លែត្របែកគឺអាចជួយគាំទ្រការរក្សាកម្រិតកូលេស្តេរ៉ុលឲ្យស្ថិតនៅក្នុងកម្រិតល្អផងដែរបាទផ្លែត្របែកក៏ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរបាទដូចជាសារធាតុលីកូប៉ែនការ៉ូតេណូអ៊ីតនិងប៉ូលីផេណុលផងដែរបាទសារធាតុទាំងនេះជួយការពារកោសិកាពីការខូចខាតបាទដែលបណ្ដាលមកពីអុកស៊ីតកម្មនិងជួយគ្រប់គ្រងសុខភាពរាងកាយទូទៅផងដែរបាទមនុស្សជាច្រើនក៏ជ្រើសរើសផ្លែត្របែកបាទសម្រាប់ជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមផងដែរបាទដោយសារវាមានជាតិសរសៃខ្ពស់វាអាចជួយឲ្យការស្រូបយកជាតិស្ករចូលទៅក្នុងឈាមកើនឡើងយូរជាងមុនណាទោះជាយ៉ាងណាអ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែធ្វើតាមការណែនាំរបស់គ្រូពេទ្យនិងមិនគួរចាត់ទុកផ្លែត្របែកជាការព្យាបាលជំងឺទេបាទផ្លែត្របែកក៏សម្បូរទៅដោយវីតាមីន A folate និងសារធាតុរ៉ែផ្សេងៗដែលមានសារៈសំខាន់សម្រាប់ភ្នែកបាទការលូតលាស់របស់កោសិកាហើយនិងសុខភាពទូទៅបាទដើម្បីទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់មុននឹងពិសាផ្លែត្របែកអ្នកគួរតែលាងសម្អាតផ្លែត្របែកឲ្យបានស្អាតជាមុនសិនបាទហើយយើងអាចទទួលទានទាំងសម្បករបស់វាក៏បានដែរបាទព្រោះសម្បកវាមានជាតិសរសៃនិងសារធាតុចិញ្ចឹមមួយចំនួនផងដែរបាទទោះជាយ៉ាងណាក៏ការទទួលទានក្នុងបរិមាណសមរម្យនិងរួមជាមួយអាហារផ្សេងៗបាទដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់បាទសម្រាប់រាងកាយបាទសរុបមកផ្លែត្របែកគឺជាផ្លែឈើដែលមានអត្ថប្រយោជន៍ជាច្រើនដូចជាបាទជួយគាំទ្រប្រព័ន្ធភាពស៊ាំជួយដល់ការរំលាយអាហារជួយគាំទ្រសុខភាពបេះដូងផ្ដល់សារធាតុចិញ្ចឹមប្រឆាំងអុកស៊ីតកម្មអាចជួយគាំទ្រការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមហើយនឹងផ្ដល់វីតាមីននិងសារធាតុរ៉ែសំខាន់មួយចំនួនផងដែរបាទទោះបីជាផ្លែត្របែកមានអត្ថប្រយោជន៍យ៉ាងច្រើនក៏ដោយបាទវាក៏មិនមែនជាឱសថព្យាបាលជំងឺទាំងស្រុងទេបាទដើម្បីថែរក្សាសុខភាពឲ្យបានល្អលោកអ្នកគួរទទួលទានអាហារចម្រុះបាទហាត់ប្រាណជាប្រចាំហើយនឹងគេងឲ្យបានគ្រប់គ្រាន់បាទទើបទទួលបានសុខភាពល្អបាទជារួមមកវិញនៅក្នុងវីដេអូនេះសង្ឃឹមថាអ្នកទស្សនាទាំងអស់គ្នាបាទនឹងទទួលបានចំណេះដឹងថ្មីអំពីវីដេអូនេះបាទហើយសូមអរគុណចំពោះការទស្សនាវីដេអូនេះហើយជាចុងក្រោយបើសិនជាទាំងអស់គ្នាយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចចុច like share ហើយនិង subscribe ដើម្បីទទួលបានវីដេអូថ្មីអំពីសុខភាពនិងអាហារូបត្ថម្ភផងដែរបាទបើសិនជាអ្នកទស្សនាចង់បាន reference បាទនៅក្នុង description ខ្ញុំនឹងដាក់ជូនបាទហើយសូមអរគុណសូមជម្រាបលាបាទ